សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីផែនទីនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលជាតំបន់តូវ៉ាកណ្ដៅនៅពេលបច្ចុប្បន្ននេះក្នុងវីដេអូនេះខ្ញុំនឹងដើរតួជាអាជ្ញាកណ្ដាលដោយរក្សាចំហមិនលំអៀងទៅខាងកម្ពុជាឬថៃឡើយឥឡូវនេះយើងក៏លេខទៅមើលផែនទីដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយឆ្លើយតបទៅនឹងកាសែតថៃកាលពីថ្ងៃទី26ខែ9ឆ្នាំ2025នេះដោយក្នុងរូបភាពទាំងនីមួយៗបានបង្ហាញពីខ្សែបន្ទាត់នៃបង្គោលព្រំដែន BP របស់ប្រទេសទាំងពីរចំណុចសំខាន់រួមមានបង្គោលព្រំដែនមានចាប់ពី BP 42ដល់ BP 47ចំពោះចំណុច BP 42និង BP 43ភាគីថៃបានលើកឡើងពីឯកសារចុះហត្ថលេខារវាងក្រុមវាស់វែងទាំងពីរថាបានព្រមព្រៀងទាំងបង្គោល42និង43រីឯភាគីកម្ពុជាបានតបវិញថាក្រុមវាស់វែងទាំងពីរបានយល់ព្រមតែលើទីតាំង BP 43ប៉ុណ្ណោះមិនមែន BP 42ទេភាគីកម្ពុជាក៏បានបញ្ជាក់ដែរថាក្រុមវាស់វែងគ្មានអាណត្តិនិងគ្មានសិទ្ធិអំណាចក្នុងការសម្រេចលើខ្សែបន្ទាត់ព្រំដែនឡើយជាក់ស្ដែងការគូបន្ទាត់ដោយឯកតោភាគីនេះបានបង្ហាញថាប្រជាជនថៃបានកាន់កាប់និងដាំដុះដីជាច្រើនហិកតាដែលស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជារីឯ BP 44ដល់47វិញគឺជាបង្គោលដែលមានបញ្ហាស្មុគស្មាញហើយមិនទាន់ព្រមព្រៀងគ្នានៅឡើយទេក្នុងករណីនេះថៃបានបញ្ជាពីកន្លែងតូវ៉ាដែលស្ថិតនៅក្នុងដីរបស់ខ្លួនទៀតផងរីឯភាគីកម្ពុជាក៏បានបញ្ជាក់ថាបើយោងតាមបន្តដែលថៃគូដោយឯកតោភាគីមែននោះថៃក៏បានដាំដុះលើដីខ្មែររាប់ហិកតាដែរតើបងប្អូនយល់ពីផែនទីចំនួនព្រំដែននេះខ្លះហើយនៅបើមិនទាន់យល់ច្បាស់បងប្អូនអាចព្យាយាមស្វែងយល់បន្ថែមទៀតបានដើម្បីឲ្យងាយយល់ពីវីដេអូខ្ញុំនេះឥឡូវនេះបើសិនជាយើងឈរនៅចំហកណ្ដាលតើវិធីណាដែលយើងអាចដោះស្រាយបានច្បាស់ណាស់ថាការមានសង្គ្រាមមិនអាចបញ្ចប់ចំនួនបានទេក្រៅពីដោះស្រាយគ្នាតាមច្បាប់និងតាមរយៈយន្តការ JBC ការដោះស្រាយតាមច្បាប់ទាមទារឲ្យមានការត្រៀមចិត្តទទួលយកលទ្ធផលផ្លូវការចុងក្រោយទាំងការទទួលបាននិងការបាត់បង់តិចតួចប៉ុន្តែលទ្ធផលនោះនឹងនាំមកនូវសន្តិភាពរឹងមាំនិងឱកាសអភិវឌ្ឍដ៏ធំធេងសម្រាប់ប្រជាជនទាំងពីរនៅតាមព្រំដែនជារៀងរហូត